ឥឡូវយើងចូលមកមើលប្រភេទលំហាត់គេឲ្យរើសពាក្យដែលមានអត្ថន័យប្រហាក់ប្រហែលគ្នាឬក៏ពាក្យដែលអាចប្រើប្រាស់ជំនួសគ្នាបានសូមមើលចាប់ពី1番母は兄の家族と暮らしているអញ្ចឹងយើងមើលពាក្យ暮らしているតើពាក្យមួយណាដែលមានអត្ថន័យជំនួសគ្នាបានទី1ពាក្យថា旅行している生活している宿泊しているហើយនឹង外出しているពាក្យថា暮らしているគឺមានន័យថារស់នៅបណ្ដាយរបស់ខ្ញុំរស់នៅជាមួយនឹងគ្រួសាររបស់បងប្រុសខ្ញុំអញ្ចឹងនៅក្នុងចម្លើយ1 2 3 4ចម្លើយដែលត្រឹមត្រូវគឺនេះបាំងណាគឺពាក្យថា生活しているអញ្ចឹងអត្ថន័យរបស់វាគឺដូចគ្នាអាចប្រើប្រាស់ចំនួនគ្នាបានយើងគូសយកចម្លើយលេខ2ហើយអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺនេះបាំងហើយ宿泊នេះគឺស្នាក់នៅហើយទៅពេល外出しているនេះគឺចេញទៅខាងក្រៅទី1旅行ការធ្វើដំណើរកម្សាន្តទៅទៀតចូលដល់លេខ2学生たちは椅子の横に立ってお辞儀したអញ្ចឹងពាក្យថាお辞儀តើមានន័យថាម៉េចដែរយើងមើលចម្លើយ1番頭を下げた2番上を向いた3番首を振った4番手を叩いたហើយអញ្ចឹងពាក្យថាお辞儀មានន័យថាឱនគោរពអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺ1番ですね頭を下げたគឺមានន័យថាឱនក្បាលឱនគោរពនឹងឯងអញ្ចឹងយើងយកចម្លើយលេខ1អញ្ចឹងកូនសិស្សបានធ្វើការឈរនៅកន្លែងចំហៀងកៅអីហើយធ្វើការឱនគោរពអញ្ចឹងចម្លើយយើងប្រើ頭を下げた1番ですទៅទៀតចូលដល់លេខ3お年寄りに道を聞かれたはいお年寄りに道を聞かれたមានពាក្យថាお年寄りអញ្ចឹងយើងមើលពាក្យមួយណាដែលមានអត្ថន័យដូចគ្នា高齢者先輩後輩ហើយនឹង祖父母ពាក្យថាお年寄りគឺសំដៅទៅលើមនុស្សចាស់មនុស្សដែលមានអាយុច្រើនហើយអញ្ចឹងនៅកន្លែងនេះគឺមានចម្លើយលេខ1ហើយនិងលេខ4កន្លែងសូហ្វឺបូតនេះគឺសំដៅទៅលើលោកយាយហើយនិងលោកតាដល់ពេលកូរេសានេះគឺសំដៅទៅលើអ្នកដែលមានអាយុច្រើនឬក៏និយាយឲ្យស្រួលយល់គឺសំដៅទៅលើមនុស្សចាស់ហ្នឹងអញ្ចឹងពាក្យថាអូតូស៊ីយោរីគឺអត្ថន័យរបស់វាដូចគ្នាជាមួយនឹងពាក្យថាកូរេសាអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺ1番ហើយខ្ញុំត្រូវបានមនុស្សចាស់ធ្វើការសួរផ្លូវជំនាញមនុស្សចាស់នេះគឺសួរផ្លូវមកកាន់ខ្ញុំអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺ1番ですはいតទៅទៀតចូលដល់លេខ4出張の支度が終わってから昼休みを取ろうと思いますពេលនេះអានថា支度ហើយអញ្ចឹងយើងមើលពាក្យ支度តើមានអត្ថន័យថាម៉េចទៅយើងមើលខាងក្រោមទី1報告ទី2確認ទី3反省ទី4準備ហើយអញ្ចឹងពាក្យថា支度គឺសំដៅទៅលើការរៀបចំត្រៀមទុកធ្វើអីមួយនេះគេប្រើជាមួយពាក្យថា支度ចឹងនៅកន្លែងនេះ出張の支度គឺសំដៅទៅលើការរៀបចំដើម្បីត្រៀមទៅចុះបេសកកម្មការងារមកអញ្ចឹងនៅពេលដែលខ្ញុំបកប្រែហើយប្រហែលជាដឹងចម្លើយហើយចម្លើយដែលត្រឹមត្រូវគឺយើងប្រើ4番ですね準備はい出張の支度が終わってから昼休みを取ろうと思いますបន្ទាប់ពីធ្វើការរៀបចំសម្រាប់ការទៅបេសកកម្មការងារចប់រួចរាល់ហើយខ្ញុំគិតថាចង់ឈប់សម្រាកពេលថ្ងៃត្រង់អញ្ចឹង答えは4番ですはいតទៅទៀតចូលដល់លេខ5間もなく3番線に電車が参りますはいអញ្ចឹងមានពាក្យថា間もなくនៅកន្លែងស្ថានីយ៍រថភ្លើងនៅកន្លែងអីប្រហែលជាឧស្សាហ៍លើពាក្យហ្នឹងច្រើនណាតែពាក្យថា間もなくមានន័យថាម៉េចដែរយើងមើលចម្លើយទី1おそらくទី2たびたびហើយទី3もうすぐទី4急にហើយអញ្ចឹងចម្លើយដែលត្រឹមត្រូវពាក្យដែលមានអត្ថន័យដូចគ្នាជាមួយនឹងពាក្យថា間もなくគឺ3番ですねហើយគឺពាក្យថាもうすぐបន្តិចទៀតនេះឬក៏ឆាប់នេះអញ្ចឹងយើងប្រើもうすぐចម្លើយដែលត្រឹមត្រូវគឺ3番ហើយអញ្ចឹងពេលប្រឡងជាក់ស្ដែងប្រភេទលំហាត់បែបហ្នឹងក៏មាន5លំហាត់ដែរអញ្ចឹងសូមឲ្យពួកយើងរៀនមើលឲ្យបានច្រើនទៅដើម្បីងាយស្រួលពេលប្រឡងហើយសូមអរគុណ